ចឹងបងទាំងអស់គ្នាឥឡូវយើងមកយល់ដឹងអំពីតម្រងខ្យល់ឬក៏គេហៅថាសបុកអែណាបាទអញ្ចឹងចំពោះសបុកអែនេះគឺគេបែងចែកជាពីរប្រភេទបាទទី1គឺជាប្រភេទដែលกระดาษស្ងួតទី2គឺជាប្រភេទกระดาษសើមអញ្ចឹงបងទាំងអស់គ្នាបាទសបុកអែជាប្រភេទกระดาษស្ងួតនេះគឺយើងត្រួតពិនិត្យរៀងរាល់6000គីឡូម្ដងឬក៏ផ្លាស់ប្ដូរចេញនៅរៀងរាល់12000គីឡូម្ដងបងទាំងគ្នានេះគឺជាសបុកអែដែលប្រភេទกระดาษសើមបាទអញ្ចឹងกระดาษសើមនេះគឺយើងធ្វើការត្រួតពិនិត្យរៀងរាល់18000គីឡូម្ដងប៉ុន្តែបើសិនជាពុកម៉ែបងប្អូនជិះនៅតំបន់ដែលមានដីហុយច្រើនបាទហុកច្រើនបាទចូលអាសាចូលទឹកច្រើនអញ្ចឹងសូមពុកម៉ែបងប្អូនយកម៉ូតូមកត្រួតពិនិត្យឲ្យបានទៀងទាត់ឲ្យបានញឹកញាប់តែម្ដងហើយបាននៃការមិនបានត្រួតពិនិត្យទៅលើសបុកអែបានទៀងទាត់ឬក៏ប្រើប្រាស់សបុកអែដែលយូរឆ្នាំយូរខែឬក៏ប្រើប្រាស់សបុកអែដែលគ្មានគុណភាពអញ្ចឹងវាធ្វើឲ្យម៉ូតូរបស់បងជិះមិនស្រួលបាទឆេះមិនស្រួលឆាប់ឡើងកម្ដៅស៊ីសាំងច្រើនហើយនឹងឈានទៅការខូចម៉ូតូផងដែរអញ្ចឹងបងបើសិនជាមានបញ្ហាទាំងអស់ហ្នឹងកុំភ្លេចយកម៉ូតូមកត្រួតពិនិត្យឬក៏ឆែកបាទនៅហាងលក់ម៉ូតូវងពេជ្រនៅក្នុងស្រុកបកកែវខេត្តរតនគិរីតែម្ដងបាទអញ្ចឹងព័ត៌មានបន្ថែមសូមតំណែងតំណងតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះស្រាប់តែម្ដងបាទជម្រាបលាពុកម៉ែបងប្អូន